ពេលភ្លៀងអញ្ចឹងយើងប្រយ័ត្នអីខ្លះបាទពេលភ្លៀងអញ្ចឹងយើងប្រយ័ត្នបើករន្ទះយើងប្រយ័ត្នករន្ទះអញ្ចឹងយើងត្រូវចូលក្នុងឡានណាចូលក្នុងផ្ទះបាទចូលកន្លែងដែលសុវត្ថិភាពបាទហើយកុំជ្រកក្រោមដើមឈើដែលមានកម្ពស់ខ្ពស់ហើយដាច់ដោយឡែកតែឯងដើមឈើហ្នឹងណាកុំឲ្យដាច់ដោយឡែកតែឯងបាទអញ្ចឹងវាធ្វើឲ្យបាតុភូតធម្មជាតិហ្នឹងវាអាចនឹងមានបញ្ហាទៅលើយើងបាទហើយយើងប្រយ័ត្នថែមទៀតគឺប្រយ័ត្នយើងជិះម៉ូតូប្រយ័ត្នហ្វ្រាំងចាប់ហ្វ្រាំងមុខក៏ដោយហ្វ្រាំងក្រោយក៏ដោយវាល្អិលបាទអញ្ចឹងយើងជិះយឺតបាទអញ្ចឹងណាហើយបើឡានក៏ដូចគ្នាដែរបាទឡានគឺយើងប្រយ័ត្នរឿងហ្វ្រាំងដែរវាជន់អត់ស៊ីដែរវាល្អិលដោយសារទឹកណាបាទហើយយើងទុកដាក់សម្ភារៈអីឲ្យស្រួលបួលប្រយ័ត្នទឹកភ្លៀងបាទមួយវិញទៀតនៅពេលដែលយើងចូលក្នុងផ្ទះបាទឬក៏ទឹកចូលក្នុងផ្ទះអីចឹងទៅយើងប្រយ័ត្នរឿងដោះស្បែកជើងហើយទៅប៉ះដូចភ្លើងអីជើងទេដៃសើមអីចឹងយើងប្រយ័ត្នកន្លែងហ្នឹងបាទអញ្ចឹងយើងប្រយ័ត្នមែនតើបាទយើងប្រយ័ត្នបន្តទៀតបាទបាទអីទៀតប្រយ័ត្នអីទៀតបាទភ្លៀងខែនេះភ្លៀងបាទអញ្ចឹងភ្លៀងយើងប្រយ័ត្នចឹងឯងបាទប្រយ័ត្នវាឆក់បាទអញ្ចឹងយើងប្រយ័ត្នរឿងនេះប្រយ័ត្នរឿងបាទខ្សែភ្លើងបាទប្រយ័ត្នសើមប្រយ័ត្នល្អិលជើងបាទពាក់ស្បែកជើងផ្ទាត់ពាក់អីហ្នឹងបាទប្រយ័ត្នផងដែរអញ្ចឹងណាហើយយកល្អកុំបើកបរលឿនពេកបាទបើកបរយឺតល្មមមកហើយបាទទៅតាមស្ថានភាពផ្លូវអញ្ចឹងគ្រោះថ្នាក់ចរាចរណ៍ឃើញដូចមានច្រើនណាបាទកើតឡើងដោយសារទ្វេសប្រហែសបាទបុគ្គលមួយទៅបុគ្គលមួយបាទអីចឹងទៅបាទអញ្ចឹងយើងប្រយ័ត្នប្រយែងទាំងអស់គ្នាណាបាទនេះកំពុងតែភ្លៀងនៅរាជធានីភ្នំពេញបាទហើយភ្លៀងនៅរាជធានីភ្នំពេញផ្លូវខ្លះទៅក៏ទឹកហូរអត់តាន់ផ្លូវខ្លះទៅក៏ហូរតាន់អីចឹងទៅបាទមានអីទេអាហ្នឹងជាច្បាប់ធម្មជាតិបាទយើងត្រូវអនុលោមទៅតាមហ្នឹងណាបាទអញ្ចឹងយ៉ាងណា